សួស្តីបងប្អូនខ្ញុំអ្នកថេត្រាតោះទាំងអស់គ្នាសូមអញ្ជើញមើលវីដេអូរបស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រៀបធៀបបាក់តេរីយ៉ាល្អបាទមេរោគល្អប្រៀបធៀបរបស់ Yi Liquid State Nitrifier ហើយ API Quick Start Yi មួយនេះរបស់ចិន API នេះរបស់អាមេរិកហើយខ្ញុំបញ្ជាក់ប្រសិទ្ធភាពវាជាមួយ API Freshwater Master Test Kit ដែលមានប្រសិទ្ធភាពចេញពីប្រទេសអាមេរិកបងប្អូនដឹងប្រទេសអាមេរិកគណិតវិទ្យាសាស្ត្រវាល្អណាស់បាទបងប្អូនហ្នឹងគេមានអ្នកវិទ្យាសាស្ត្រច្រើនបងប្អូនដឹងហើយអូខេអញ្ចឹងបងប្អូនដែលស្គាល់នេះឃើញនេះដឹងថាអត់ល្អហើយបាទឃើញពណ៌ហ្នឹងដឹងថាអត់ល្អហើយអូខេអញ្ចឹងហើយអស់នេះវាចេញពីអាងមួយនេះអាង Red Bellied Piranha របស់ខ្ញុំអញ្ចឹងតោះយើងចូលប្រវត្តិសាស្ត្រអាងទូត្រីនេះមកផ្លេតដើម្បីឲ្យយល់លទ្ធផលអានេះបាទអូខេតោះអញ្ចឹងអាងទូត្រីនេះអាយុវាមួយអាទិត្យហើយមួយសប្តាហ៍ហើយ7ថ្ងៃហើយខ្ញុំរៀបចំវាថ្ងៃសៅរ៍មុនថ្ងៃនេះថ្ងៃសៅរ៍ម្ដងទៀតបាទអញ្ចឹងវាមួយសប្តាហ៍ពេញហើយពេលខ្ញុំរៀបចំវាអ្វីថ្មីទាំងអស់sponge filter ទូទៅចောက်អីហ្នឹងវាថ្មីទាំងអស់អត់ទៅត្រីហ្នឹងអាយុវាខ្ទង់មួយឆ្នាំហើយបាទអញ្ចឹងបងប្អូនពេលខ្ញុំរៀបចំទូត្រីនេះខ្ញុំប្រើរបស់ចិន Yi Liquid State Nitrifier អញ្ចឹងខ្ញុំប្រើបាក់តេរីល្អរបស់ចិនបាទហើយអញ្ចឹងតោះយើងទៅមើលលទ្ធផលវាអញ្ចឹងពេលខ្ញុំតេស្តទឹកវាតោះយើងចាប់ផ្ដើមជាមួយ pH អញ្ចឹងថ្ងៃនេះបាទយើងចាប់ផ្ដើមជាមួយ pH បាទអញ្ចឹង pH វាខ្ពស់ខ្ញុំតេស្តវាជាមួយpH ទាបបាទអញ្ចឹងពេលវាខ្ពស់អញ្ចឹងយើងត្រូវតេស្តវាម្ដងទៀតជាមួយ pH ខ្ពស់ហើយខ្ញុំអត់តន់ធ្វើទេដោយសារខ្ញុំអស់10នេះហើយអស់10ហើយប៉ុន្តែទៅទៀតចាំខ្ញុំធ្វើអញ្ចឹងនេះបងប្អូនឃើញហើយវាចូល7.6ហើយនេះ pH បាទអញ្ចឹងពេលវាចូល7.6ហើយយើងត្រូវតេស្តវាម្ដងទៀតជាមួយផងខ្ពស់បាទហើយនេះខាងផងខ្ពស់នេះជប់វាពងដួលបាទនេះខាងផងខ្ពស់បាទអូខេអញ្ចឹងខ្ញុំអស់ឲ្យនិយាយពីរឿង pH ហើយខ្ញុំប្រើទឹកម្ដងបងប្អូនបាទអញ្ចឹងបាន pH វាខ្ពស់បាទហើយឥឡូវអាម៉ូញ៉ាបាទអញ្ចឹងអាម៉ូញ៉ានេះវានៅជួរនេះហើយបងប្អូនឃើញទេពណ៌វាអត់ល្អទេបាទវាចូល8.0 ppm ហើយខ្ពស់មែនទែនបងប្អូនអត់ល្អទេធម្មតាពេលខ្ញុំតេស្តរហូតខ្ញុំបាន0ពណ៌លឿងបាទអញ្ចឹងតើយើងទៅមើល nitrate វាបាទ nitrate វាក៏មាន nitrate ដែរ nitrate វាខ្ទង់ 0.25 ហើយតោះយើងទៅមើល nitrate វាខ្ទង់ដោយ10បាទដូច10នេះ nitrate បាទហើយអានេះ nitrate អញ្ចឹងគោលដៅពេលយើងប្រើអានេះយើងចង់ឲ្យឥឡូវយើងមិនបាច់និយាយពីរឿង pH ណាបាទដោយសារត្រីទាំងអស់វាទាមទារ pH ផ្សេងបាទប៉ុន្តែវាមិនដែលមានត្រីណាទាម pH ខ្ពស់ប៉ុណ្នេះទេបាទអស់នេះទេបាទអញ្ចឹងប៉ុន្តែត្រីទាំងអស់វាទាមទារ0អូម៉ូញ៉ាអញ្ចឹងអានេះពេលអាងត្រីយើងវាសៃគោហើយវាល្អហើយអានេះវាត្រូវចេញពណ៌លឿងណាបងប្អូនវាត្រូវមាន0វាអត់ត្រូវមានជាតិអាម៉ូញ៉ាទេហើយ nitrate វាត្រូវ0ដែរវាអត់ត្រូវមានទេបាទប៉ុន្តែយើងត្រូវតែមាន nitrate ហើយបាទហើយ nitrate ឬទៅខ្ពស់វាអត់ល្អអញ្ចឹងដើម្បីកាត់បន្ថយកុំឲ្យខ្ពស់ពេកយើងដូរទឹកពេលយើងដូរទឹកវាធ្លាក់ចូលទៀបវិញហើយបាទអញ្ចឹងតោះខ្ញុំនិយាយឥឡូវវេតម្លៃផងយីជាមួយផងនេះមិនអញ្ចឹងអានេះវាពិបាកនិយាយក្នុងពេលនេះដោយសារតោះបងប្អូនតោះទៅមើលទូត្រីដូចខ្ញុំនិយាយអាយុវាទៅមួយសប្តាហ៍ទេបាទហើយខ្ញុំប្រើ sponge filter ទៅ2ទេ
ប៉ុន្តែបាទវាមានបញ្ហាត្រីបារាណាអនេះវាខំខ្សែស៊ីយ៉ូ sponge filter នេះដាច់បាទហើយខ្ញុំរវល់ធ្វើការខ្ញុំអត់បាននៅផ្ទះទេហើយប្រពន្ធខ្ញុំអត់ចេះតវិញអញ្ចឹងថ្ងៃសៅរ៍នេះខ្ញុំត្រឡប់មកផ្ទះវិញហើយខ្ញុំអ្នកតវិញហើយខ្ញុំដាក់ស៊ីយ៉ូតាយគុជការពារកុំឲ្យវាខំទៀតបាទអញ្ចឹងយើងអាចនិយាយអា sponge filter នេះវាអត់បានដំណើរការដោយ 2-3 ថ្ងៃដែរវាមានតែមួយនេះដំណើរការបាទហើយបងប្អូនមើលអានេះវាតូចពេកសម្រាប់ទូត្រីនេះបាទអញ្ចឹងវាមានតែមួយអញ្ចឹងវាលំបាកវេតម្លៃដោយសារយើងមាន sponge filter តែមួយបើមាន2អាហ្នឹងខ្ញុំអាចវេតម្លៃឥឡូវប៉ុន្តែវាដាច់មួយឡើង 2-3 ថ្ងៃអញ្ចឹងឯងបានឥឡូវវាមានអាម៉ូញ៉ាបាទអញ្ចឹងវាមានប្រសិទ្ធភាពអត់ខ្ញុំមិនហ៊ាននិយាយឥឡូវទេប៉ុន្តែសប្តាហ៍ក្រោយបាទខ្ញុំហ៊ាននិយាយដោយសារឥឡូវខ្ញុំការពារស៊ីយ៉ូនឹងហើយអញ្ចឹងត្រីបារាណានេះវាលែងខំហើយអញ្ចឹងចាំថ្ងៃនេះខ្ញុំដូរទឹកវាហើយខ្ញុំបន្ថែមថ្នាំបាក់តេរីយ៉ាខ្ញុំបន្ថែមខ្ញុំមកចូលចិត្តហៅវាថ្នាំដោយសារជាការពិតវាបាក់តេរីយ៉ាវាមេរោគរស់បាទអញ្ចឹងចាំខ្ញុំបន្ថែមមេរោគរស់របស់ចិនយីទៀតហើយចាំសប្តាហ៍ក្រោយយើងដឹងវាមានប្រសិទ្ធភាពអត់អញ្ចឹងឥឡូវតោះខ្ញុំនិយាយពីរឿងផងអា API បាទអញ្ចឹងផងអា API បងប្អូនអាហ្នឹងខ្ញុំមិនដែលមានបញ្ហាជាមួយវាទេខ្ញុំអាហ្នឹងដាក់មកនៅក្នុង 2-3 ថ្ងៃខ្លះណា4ថ្ងៃកន្លងផុតលទ្ធផលចេញមកអេមទាំងអស់ ammonia 0 nitrate 0ហើយ nitrate អាហ្នឹងវាគួរតែមានហើយបាទអាហ្នឹងវាតាមយើងដូរទឹកអីវាតាមយើងអោយត្រីយើងស៊ីបណ្ណាប៉ុន្តែសំដៅលើអាពីរនេះត្រូវ0រហូតអានេះត្រូវពណ៌លឿងរហូតអានេះត្រូវពណ៌ផ្កាយមេឃរហូតពេលខ្ញុំប្រើអានេះយើងបានលទ្ធផលហ្នឹងដូចខ្ញុំនិយាយជាមួយអាងត្រីថ្មីបាទបងប្អូនតែ2 3 4ថ្ងៃយកបាន0ទាំងអស់អញ្ចឹងនៅក្នុងពេលនេះខ្ញុំអត់ហ៊ាននិយាយដោយសារខ្ញុំមានបញ្ហាជាមួយ sponge filter បាទអញ្ចឹងចាំសៅរ៍ក្រោយពេលអា sponge filter ទាំងពីរហ្នឹងវាដំណើរការជាមួយគ្នាហើយខ្ញុំដាក់វាទៀតបានខ្ញុំវេតម្លៃវាមានប្រសិទ្ធភាពលឿនហើយខ្លាំងដូចរបស់អាមេរិកកាំង API Quick Start អត់អញ្ចឹងខ្ញុំមុនខ្ញុំបញ្ចប់វីដេអូប្រវត្តិសាស្ត្រខ្ញុំបងប្អូនខ្ញុំចិញ្ចឹមត្រីតាំងពីតូចបាទឥឡូវខ្ញុំអាយុ39ហើយខ្ញុំចិញ្ចឹមត្រីតាំងពីអាយុ8 9 10បងប្អូនប្រហែលឆ្ងល់ចុះអានេះអាយុ38វាចិញ្ចឹមត្រីតាំងពី8 9 10បាទហើយស្រុកខ្មែរយើងតុំពេញនិយមម៉ានឆ្នាំមុនអីអញ្ចឹងដោយសារខ្ញុំធ្លាប់នៅអាមេរិកបងប្អូនខ្ញុំធ្លាប់នៅអាមេរិកអញ្ចឹងបាទខ្ញុំចិញ្ចឹមត្រីតាំងពីខ្ញុំអាយុក្មេងមែនទែនអញ្ចឹងខ្ញុំប្រើអានេះអត់ដែលមានបញ្ហាទេផង API បាទអញ្ចឹងឥឡូវតោះយើងមុនខ្ញុំបញ្ចប់ខ្ញុំឲ្យហ៊ានវេតម្លៃចាំផងអស់នេះវាដំណើរការត្រឹមត្រូវសិនបាទមានន័យថា sponge filter ទាំងពីរហ្នឹងវាដំណើរការបាទហើយបើអាទូត្រីមួយនោះអាហ្នឹងមកជីវិតវាហើយខ្ញុំប្រើតែ API Quick Start ហើយខ្ញុំទុំចាប់ផ្ដើមទិញយីដោយសារខ្ញុំចង់សាកវាហើយមួយទៀតវាធូរថ្លៃបាទប្រៀបធៀបអានេះខ្ញុំទិញ$23នៅក្នុងស្រុកខ្មែរអានេះខ្ញុំទិញ$5នៅក្នុងស្រុកខ្មែរបាទបងប្អូនអញ្ចឹងបាទខ្ញុំដូរមកអានេះវាធូរថ្លៃជាងអញ្ចឹងខ្ញុំចង់សាកវាអញ្ចឹងឥឡូវនេះខ្ញុំអត់មានវេតម្លៃពិតទេប៉ុន្តែពេលខ្ញុំប្រើវាខ្ញុំដាក់វាតាមការណែនាំក្រុមហ៊ុនយីបាទហើយការណែនាំក្រុមហ៊ុនយីយើងប្រើបាក់តេរីល្អ 10C ជាមួយទឹក100លីត្ររបស់អាមេរិកយើងប្រើ 10C ជាមួយទឹក38លីត្របាទបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំអស់អីនិយាយហើយចាំអាទិត្យក្រោយខ្ញុំវេតម្លៃអានេះដោយសារឥឡូវខ្ញុំដូរទឹកវាហើយខ្ញុំដាក់ថ្នាំនេះបន្ថែមហើយឥឡូវនេះខ្ញុំការពារស៊ីយ៉ូនឹងហើយអញ្ចឹងវាលេងខំហើយអញ្ចឹងឥឡូវតោះមើលមិនហើយអាមួយនោះអាហ្នឹងវាសៃកូហើយអាហ្នឹងវាត្រឹមត្រូវហើយអាហ្នឹងបើយើងវាស់អានេះវាចេញមកភ្លឹងទាំងអស់បាទចេញមកភ្លឹងទាំងអស់បាទដោយសារអាងត្រីហ្នឹងវាចាស់ហើយបាទអញ្ចឹងសូមអរគុណបងប្អូនសូម like សូម subscribe សូម share បាទខ្ញុំអ្នកថេត្រាខ្ញុំ content creator aquarium នៅក្នុងប្រទេសកម្ពុជាហើយគោលដៅខ្ញុំចង់ឲ្យបងប្អូនរឹតតែច្រើនឡើងចិញ្ចឹមត្រីដើម្បី
ឲ្យទីផ្សារវាខ្ទុះបាទដោយសារខ្ញុំគិតថាចិញ្ចឹមត្រីវាពិតជាល្អសម្រាប់ជីវិតយើងមែនបាទវាបន្ធូរ stress ហើយវាសប្បាយណាបងប្អូនអញ្ចឹងខ្ញុំចង់ឲ្យទាំងអស់គ្នាទៅចិញ្ចឹមត្រីហើយបើបងប្អូនអាចណែនាំឲ្យកូនចិញ្ចឹមត្រីផងបាទអញ្ចឹងសូមអរគុណ